បាទតែបងប្អូនអ្នកគ្នាចំពោះតារាងបងរំលោះថេកិច្ចការប្រាក់ជាប្រចាំថ្ងៃសំណួរនេះក៏ខ្ញុំបានទទួលច្រើនដែរអញ្ចឹងខ្ញុំមានគម្រោងជាឧទាហរណ៍នេះមួយគឺការខ្ចីប្រាក់ $1000 ចំនួន12ខែការប្រាក់ $1.5 ហើយការប្រាក់ប្រចាំថ្ងៃគឺ 0.05% អញ្ចឹងយើងមានតារាងបែបនេះទី1នោះគឺយើងត្រូវបន្ថែមចំនួនថ្ងៃនេះខ្ញុំអាចចោលរង្វាន់បងប្អូនមើលឡើងវិញអញ្ចឹងដំបូងឡើយនេះខ្ញុំដាក់ថាថ្ងៃទី0គឺចំនួន0ថ្ងៃថ្ងៃយើងចេញថ្ងៃទី5ខែ12អញ្ចឹងដល់ពេលដល់បន្ទាប់មកគឺថ្ងៃដែលត្រូវបង់ថ្ងៃដំបូងគេនោះគឺស្មើថ្ងៃទី5នេះដល់ឲ្យឆ្នាំខែមុនអូខេអូខេចាំបានយើងអូនមកខុសខ្ញុំមកចាំមានថ្ងៃខ្លះ31 28 31ចឹងត្រូវតាមជាស្ដែងហើយតើយ៉ាខែដំបូងហ្នឹងគឺយើងតាមហ្វនតាទៅប៉ុន្តែតើយ៉ានៅក្នុងខែទី1ដែលយើងត្រូវបង់ហ្នឹងបានឲ្យ1ខែបន្ទាប់ពីខ្ចីហ្នឹងគឺស្មើកន្លែងតើយ៉ាខែដំបូងហ្នឹងដល់ឲ្យប្រាក់ដើមដែលយើងបានរស់ក្នុងខែអូខេអញ្ចឹងកន្លែងប្រាក់បង់នេះគឺស្មើកន្លែងត្រូវប្រាក់ត្រូវបង់នេះហើយខ្ញុំនឹងបង្ហាញតាមក្រោយថាហេតុអីបានយើងបានចំនួនប៉ុណ្ណឹងមកអូខេយើងអូនមកខំមកចឹងចំពោះការប្រាក់ខែដំបូងនេះគឺស្មើគេគឺស្មើជាមួយនឹងចំនួនថ្ងៃកន្លែងនេះគុណជាមួយនឹងតើយ៉ាខែមុនហើយតើយ៉ាខែមុនយើងរកមកដល់ខែនឹងប្រហែលបានមួយខែជាងគុណនឹងតើយ៉ាខែមុនតាមទៀតយើងវាទៅគុណនឹងអត្រាប្រាក់ប្រចាំថ្ងៃគេចាក់ខ្សែform 1 enter ជាងអូនខ្ញុំខំមកហ្នឹងតាមទៀតប្រាក់ដើមគឺថាប្រាក់ដែលបានបង់ដល់ការប្រាក់ចេញស្មើនេះមកហើយយើង enter មកជាអូប៉ុណ្ណឹងចឹងចុងក្រោយនេះតើយ៉ាខែគឺយើងអូសមកតាមនេះមកចឹងឃើញថាអ្វីដែលយើងបានបង់12ខែគឺនៅសល់$1.6ទៀតអានេះយើងប្រកបនៅក្នុងខែមុនក៏បានឬក៏យើងដាក់នៅក្នុងនេះក៏បានដែរអូខេក្នុងខែទី13ថែមទៅតែធម្មតាយើងប្រកបក្នុងខែមុនហើយទៅចឹងយើងបានអត្រាការប្រាក់គិតជាប្រចាំថ្ងៃហើយការបង់ប្រាក់បានហ្នឹងអញ្ចឹងចុងក្រោយយើងនិយាយពីការបង់ប្រាក់ហើយបានយើងសម្រាប់ថាយក91.8អញ្ចឹងអាហ្នឹងជាវិធីទី1ដែលយើងអាចធ្វើហើយវិធីទី2ទៀតដែលយើងអាចប្រើមុនផ្សេងគ្នាចឹងវិធីទី1ស្មើដក PMT អត្រាការប្រាក់ខាម៉ាចំនួនខែខាម៉ាទៀតចំនួនលុយខាម៉ាលេខ0លក្ខខណ្ឌ0លេខគ្នាអូខេចឹងបាន91.8ហ្នឹងចឹងនេះគឺជាវិធីទី2ដែលយើងសម្រាប់ថាការបង់ប្រាក់នេះគឺ91.86ខុសពីមុនគឺបង់តែ91.8ឯងចឹងចំនួនការបង់ប្រាក់នេះខ្ញុំអត់ច្បាស់ថាតើយកមួយណាត្រូវជាងមួយណាទេដោយសារតែយើងសរុបទៅវាខុសនេះតែបន្តិចទេបើសិនជាមានបងប្អូននៅខាងធនាគារជួយបង្ហាញខ្ញុំផងខាងគាត់ដឹងថាគួរតែបង់ប្រាក់ប្រហែលនៅពួកការបង់ប្រាក់ជាប្រចាំខែថេហើយគិតការប្រាក់ជាប្រចាំថ្ងៃចឹងមុននោះគឺស្មើដក PMT អត្រាការប្រាក់នេះគេអត់យកនឹងតែម្ដងទេគឺគេយក1បើបញ្ចូលសិន1បូកឲ្យការប្រាក់នេះបន្តមកទៀតគេបានបង្កញ្ចក់យកទៅស្វ័យគុណជាមួយនឹង365ចែកឲ្យ12អានេះជារូបមន្តរបស់គេអូខេយើងមើលទៅលើនេះមកបើបញ្ចូលទៀតខ្ញុំដាក់ដកនឹង1ហើយខាម៉ាតមកទៀតយើងចូលលក្ខខណ្ឌចំនួនខែរបស់យើងអូខេខាម៉ាមួយទៀតគឺចំនួនប្រាក់កម្ចីខាម៉ាលេខ0ខាម៉ាលេខ0ព្រោះអីទៅចឹងគេបានចំនួន91.86 3នេះមកហើយយកមកបង់ទៅយើងយកមកបង់ប៉ុណ្ណឹងរហូតទៅយើងថាដល់ខែទី12គឺយើងបង់តែម្ដងហើយខែទី12គឺបង់តែជាមួយទៀតយើងអាចធៀបការប្រាក់មើលថាបើមិនយើងយកបង់91.86នេះគឺការប្រាក់ត្រឹមតែ101.78តែបើយើងយកតាមរង្វាន់មុនការប្រាក់101.95ចឹងលុយតិចឃើញខុសគ្នាតែលុយរាប់$10,000ទៅនឹងឃើញការប្រាក់ច្រើនខុសគ្នាចឹងចុងក្រោយអ្វីដែលយើងត្រូវគិតនោះគឺការគិតលើការបាច់ឆែតដែលយើងថ្ងៃទី5ដូចគ្នាប៉ុន្តែបើសិនជាចំថ្ងៃសៅរ៍ទៅឬថ្ងៃបុណ្យជាតិសូមឲ្យវារំលងទៅថ្ងៃទី5ទៅថ្ងៃទី7ឬថ្ងៃទី6ឲ្យដល់ថ្ងៃទី4វារំលងចឹងខ្ញុំបង្ហាញក្នុងវីដេអូក្រោយបាទអរគុណច្រើន